បាទគ្រប់ជំរាបសួរបងប្អូនបាទសួស្តីបងប្អូនយើងដែលចូលចិត្តចិញ្ចឹមសត្វបាទហើយនឹងអរគុណទុកជាមុនសម្រាប់រាល់ការតាមដានទស្សនាបាទខ្ញុំធ្វើវីដេអូពីសកម្មភាពរបស់សត្វបាទអញ្ចឹងមីបាខ្មៅគឺមីបាគុំបាទបាពណ៌ខ្មៅមីខ្មៅសកបាទយើងគុំគ្នាមកវាត្រូវរោគ្នាបាទហើយមានក៏មីខ្មៅបាទបើកូនមកមិនខ្មៅទៀតវាចំណែកហើយវាស័កសមគ្នាបាទអញ្ចឹងយើងគុំមកយើងបន្តបងកូនមីបាទគូទៅរោគ្នាវាបានបង្កកំណើតបានមានពងកាយនេះពីបងប្អូនយើងធ្លាប់អញ្ចឹងអាចដឹងហើយថាព្រៀបវាមិនអាចអូន3 4 5 6ឬមន់បានទេខ្ញុំព្រៀបពងតែ1ហើយ2ទេបាទខ្ញុំធ្លាប់ចំហើយមកអត់ដែលឃើញពង3ទេឃើញមានតែ1ហើយ2ហើយអត្រានៃការញាស់ហ្នឹងគឺជួនកាលក៏មានមេជីវិតតែ1ជួនកាលក៏អាចមានមេជីវិតទាំងពីរជួនកាលក៏អត់មានមេជីវិតបាទមេបាខ្លះចឹងទៅវាបានសូវល្អឬក៏មានសូវល្អយើងមិនដឹងទេក៏ប៉ុន្តែគូនេះវាល្អវាគុំមកគឺបានកូនសាទី1ហ្នឹងដំបូងហ្នឹងគឺបានទាំងគូតែម្ដងបាទហើយជាភាសាទៀតនោះគឺវាចេះក្រាបពងខ្លួនឯងបាទវាក្រាបពងខ្លួនឯងវាចេះចិញ្ចឹមកូនបានល្អបាទអញ្ចឹងកូនអាយុបាន15 16ថ្ងៃមេវាអាចបាននាំមេចូលសបុកទៀតទេបងប្អូនបាទអញ្ចឹងវាអាចនឹងទម្លាក់ពងសាជាថ្មីម្ដងទៀតក្នុងរយៈពេលប្រហែលជា20ថ្ងៃឡើងពី20ថ្ងៃទៅ25ថ្ងៃទៅអាចទម្លាក់ពងសាថ្មីហើយក៏ប៉ុន្តែវានៅចិញ្ចឹមកូនធម្មតាបាទទោះជាវាពងក៏នៅអាចចិញ្ចឹមកូនដែរបាទសូមអរគុណច្រើន